ខ្ញុំត្រូវរស់នៅអត់បាឈឺចាប់ពេញនៅវ័យសេសា Hello សួស្តីអ្នកនរគ្នាឥឡូវថ្ងៃនេះយើងមាន project ថ្មីដែលយើងធ្វើអំពីចម្រៀង cover AI អញ្ចឹងអ្នកនរគ្នាចូលមកកាន់ website មកយើងវាយពាក្យថា Producer AI អញ្ចឹងនៅពេលអ្នកនរគ្នាវាយ Producer AI នឹងហើយយើងចុចពាក្យ enter បន្ទាប់មកយើងក៏ឃើញ website ហ្នឹងនៅខាងលើគេនេះតែយើងចុច join ខាងលើហ្នឹងមកតើមកចូលទៅកាន់ website មួយហ្នឹងហើយបើសិនជាអ្នកនរគ្នាអត់មាន account ទេអ្នកនរគ្នាអាច join account ជាមួយនឹង Gmail របស់យើងបានតែនេះគឺសារតែខ្ញុំមាន account ស្រាប់ហើយអញ្ចឹងយើងបានភ្ជាប់ជាមួយនឹង Gmail រួចរាល់ហើយអញ្ចឹងយើងចូលទៅកាន់ Chat GPT ដើម្បីឲ្យវាអក្សរយើងចង់ឲ្យវាទៅ lyric ដើម្បីយើងបង្កើតជាបទចម្រៀងអញ្ចឹងតែអ្នកនរគ្នាយើងបានទៅ រួចហើយឥឡូវយើងយក lyric ហ្នឹងយកមកផាសនៅកន្លែងហ្នឹងមកហើយយើងចុចមើលទៅក៏ឃើញ lyric របស់យើងបានផាសឡើងហ្នឹងហើយយើងក៏ចុចបញ្ជូនអញ្ចឹងយើងរងចាំវាសិនទៅដល់ពេលដែលយើងចុចបញ្ជូនហើយវាដើរដំណើរការអញ្ចឹងវាជាចម្រងបែបនេះអ្នកនរគ្នាអញ្ចឹងវាកំពុងដំណើរការអញ្ចឹងយើងរងចាំវាសិនទៅបើសិនជាអ៊ីនធឺណិតរបស់យើងដើរលឿនអញ្ចឹងឃើញវាដើរលឿនដែរតែនេះអ៊ីនធឺណិតរបស់ខ្ញុំវាអត់សោយអ្នកនរខ្ញុំ share ពីទូរស័ព្ទចូលទៅអញ្ចឹងវាចំណាយពេលយ៉ាងយូរបន្តិចអញ្ចឹងរងចាំវាសិនទៅវាកំពុងដំណើរការអញ្ចឹងដល់ពេលដែលវាដំណើរការពេញយើងអាចចាក់ស្ដាប់បានអ្នកនរគ្នាឥឡូវយើងរងចាំវាសិនទៅអ្នកនរគ្នាកុំភ្លេចជួយ subscribe channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗអញ្ចឹងនៅពេលដែលខ្ញុំមានវីដេអូថ្មីៗខ្ញុំនឹង upload នៅក្នុង channel មួយនេះហើយចឹងអ្នកអាចចូលទៅមើលបានឥឡូវយើងធ្វើការរងចាំវាសិនទៅវាចិត្តដើរពេញហើយឥឡូវនេះដើរពេញហើយអ្នកនរគ្នាចាំមើលខ្ញុំចាក់សាកឲ្យអ្នកនរគ្នាស្ដាប់ឥឡូវចាំស្ដាប់អ្នកនរគ្នាខ្ញុំចាក់សាកខ្ញុំត្រូវរស់នៅអត់បាឈឺចាប់ពេញនៅវ័យសេសាអ្នកខ្លះស្ដាប់ទៅដូចធម្មតានៃធម្មតាប៉ុន្តែសម្រាប់ខ្ញុំមិនធម្មតានៅក្នុងសាលាពួកនោះព្រួយខ្ញុំតែឯងព្រួយពីបាកំពុងដល់ស្រោនតែឯងព្រួយពីបាកំពុងដោះស្រាយបញ្ហាថាអាក្មេងនេះអត់បាតែខ្ញុំឈឺចាប់យ៉ាងណាតើអ្នកណាដែលថាមិនចង់រួមអាហារជាមួយពុកថាកូនចង់ពិភាក្សានៅពេលដែលកូនកើនទុកតែបើសិនជាលោកនៅខ្ញុំមិនចាំបាច់ចេញពីស្រុកពីបណ្ដាំមិនមានសល់តែលពុកវង្វយឲ្យកូនអាថ្ងៃមួយខ្ញុំមានចំណេះស្ទុសាលាយើងទៅមើលបានកូនច្បងប៉ាមានតែមួយខ្ញុំឃើញអាអូនមានផ្ទះមានឡានអ្នកភូមិមិនទទួលយកក្តីស្រឡាញ់នេះច្រើនមួយខ្ញុំយកក្តីស្រឡាញ់នេះច្រើនឯងធំឡើងមើលបងប្អូនផងឃើញមានឡៃខ្លះវាអត់ទាន់ត្រូវ 100% នេះដោយសារតែខ្ញុំទៅសេរីឬក៏ត្រូវអញ្ចឹងសូមអភ័យទោសផងដោយសារតែខ្ញុំធ្វើតេស្តទេអញ្ចឹងអ្នកគ្នាអាចឲ្យបន្ទុកប្រហែលដែរទៅលើវីដេអូមួយនេះព្រោះថាឃើញ website នេះវាអាចជើងខ្មែរបានច្បាស់ដែរព្រោះយើងស្ដាប់ទៅឃើញវាជើងច្បាស់ដែរដោយសារតែកន្លែងចំណុចខ្វះខាតហ្នឹងដោយសារតែខ្ញុំទៅសេរីក៏ត្រូវអ្នកគ្នាបានវាអានមកអត់ត្រូវអញ្ចឹងសូមអភ័យទោសផងហើយបើអ្នកគ្នាចង់ធ្វើអ្នកគ្នាអាចទៅសេរីឲ្យស្អាតមកស្អាតជាងខ្ញុំឲ្យមកដាក់មកអាហ្នឹងក៏វាដូចគ្នាដែរខ្ញុំដូចជាតេស្តប្រពៃណីខ្មែរក៏វាចេញខ្លីប្រពៃណីខ្មែរដែរគ្នាគឺ website នេះរៀងអែបមែនតើយើងអាចយកទៅប្រើការបានហើយជាចុងក្រោយក៏មានតែប៉ុណ្្នឹងដែរកុំភ្លេចជួយ follow ហើយនិង like channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗអរគុណ